បាទអនុញ្ញាតគោរពជម្រាបសួរពុកម៉ែបងប្អូនយើងទាំងអស់គ្នាបាទវិលត្រឡប់មកជួបជាមួយនឹង admin ដែរពុកម៉ែបងប្អូនយើងបាទសម្រាប់ការឲ្យតម្រុយឆ្នោតវៀតណាមដែលយើងតែងតែហៅថាឆ្នោតយួនណាពុកម៉ែបងប្អូនបាទចឹងបាទមុននឹងឈានចូលទៅដល់ការឲ្យតម្រុយសម្រាប់ថ្ងៃទី26 admin ក៏សូមចិត្តពុកម៉ែបងប្អូនបាទជួយចុចជាវហើយដាក់សញ្ញារូបកណ្ដឹងជូន admin ម្នាក់មួយផងណាពុកម៉ែបងប្អូនយើងបាទហើយមួយទៀតបាទ admin ក៏ចង់មកវាយចំណាប់អារម្មណ៍បងប្អូនយើងបាទទៅតាមដាននៅតម្រុយបាទថ្ងៃទី25ដែល admin បានដាក់ឲ្យពុកម៉ែបងប្អូនណាពុកម៉ែបងប្អូនហើយនៅលទ្ធផលម៉ោង4ហើយនិងម៉ោង6បាទនេះគឺតម្រុយថ្ងៃទី25ដែលមានឲ្យពុកម៉ែបងប្អូនយើងបាទហើយបាទតោះ admin ទៅផ្ទៀងផ្ទាត់មួយពុកម៉ែបងប្អូនម្ដងទៅបាទសម្រាប់ម៉ោង4និងម៉ោង6បាទអញ្ចឹងសម្រាប់ម៉ោង4បាទពហុចេញ26ពុកម៉ែបងប្អូនយើងបាទសម្រាប់លេខធំគឺ832បាទឃើញថាអត់មានចូលទេណាពុកម៉ែបងប្អូនបាទហើយសម្រាប់ប៉ុស A បាទប៉ុស A គឺចេញលេខ94បាទលេខតូចហើយសម្រាប់លេខធំបាទ654បាទឃើញថាយើងអត់មានចូលទេពុកម៉ែបងប្អូនយើងបាទហើយសម្រាប់ BCD ពុកម៉ែបងប្អូនយើងបាទ BCD បាទប៉ុស B គឺចេញបាទ79 863ពុកម៉ែបងប្អូនបាទឃើញថាអត់មានចូលទេពុកម៉ែបងប្អូនយើងអត់មានឲ្យ69ពុកម៉ែបងប្អូនបាទខុសគ្នាមកប្រតាត់បាត់ហើយពុកម៉ែបងប្អូនយើងបាទអញ្ចឹងសម្រាប់ប៉ុស C ពុកម៉ែបងប្អូនយើងបាទប៉ុស C គឺចេញ63បាទ798បាទ63អត់មានឲ្យ69ពុកម៉ែបងប្អូនយើងបាទអត់មានចូលទេតែសម្រាប់លេខធំគឺអត់មានឲ្យ978អញ្ចឹងពុកម៉ែបងប្អូនយើងបើសិនជាបានចាក់គុណប្រហែលជាត្រូវទេណាពុកម៉ែបងប្អូនយើងបាទបាទហើយសម្រាប់ប៉ុសដេពុកម៉ែបងប្អូនយើងបាទសម្រាប់ប៉ុសដេគឺចេញ73 986បាទឃើញថាអត់មានចូលទេពុកម៉ែបងប្អូនណាបាទអញ្ចឹងសម្រាប់ម៉ោង6ពុកម៉ែបងប្អូនយើងបាទម៉ោង6បាទលេខខ្ទង់ប៉ុស A យើងមាន3លេខសលេខធំ3ខ្ទង់ពុកម៉ែបងប្អូនយើងបាទអញ្ចឹងសម្រាប់ខ្ទង់ទី1គឺ049បាទខ្ទង់ទី2 203ហើយនិងខ្ទង់ចុងក្រោយបាទ442បាទអញ្ចឹងឃើញថាអត់មានចូលទេពុកម៉ែបងប្អូនយើងបាទសម្រាប់លេខធំណាបាទបាទហើយសម្រាប់ប៉ុសលេខតូចប៉ុស A ដដែលពុកម៉ែបងប្អូនយើងបាទខ្ទង់ទី1បាទ69បាទ admin ឲ្យ69បាទត្រង់ភ្លឹងតែម្ដងណាបាទបានមួយហើយពុកម៉ែបងប្អូនណាបាទអញ្ចឹងសម្រាប់ខ្ទង់ទី2បាទលេខ71បាទ0 Venta ហើយនិងលេខចុងក្រោយបាទលេខ37បាទឃើញថាយើងចូលតែ69មួយទេពុកម៉ែបងប្អូនណាបាទសម្រាប់ប៉ុស A ពុកម៉ែបងប្អូនយើងបាទហើយសម្រាប់ប៉ុស BCD ពុកម៉ែបងប្អូនយើងបាទអញ្ចឹងខ្ទង់ប៉ុស B ពុកម៉ែបងប្អូនយើងបាទ2លេខគឺចេញ75បាទហើយនឹង3លេខធំគឺចេញ199បាទបាទគឺថាអត់មានចូលទេពុកម៉ែបងប្អូនយើងបាទហើយសម្រាប់ប៉ុស C ពុកម៉ែបងប្អូនយើងបាទប៉ុស C គឺចេញ99បាទហើយនឹងលេខធំបាទគឺ751ពុកម៉ែបងប្អូនយើងបាទឃើញថាអត់មានចូលទេណាពុកម៉ែបងប្អូនបាទហើយសម្រាប់ប៉ុស C គឺប៉ុស D គឺចេញ79បាទ519គឺអត់មានចូលដែរពុកម៉ែបងប្អូនយើងបាទអញ្ចឹងតម្រុយ admin នេះបាទគឺចូលលេខធំតែមួយទេពុកម៉ែបងប្អូនបាទលេខធំហើយនឹងបាទលេខតូចបាទ69គឺត្រង់ភ្លឹងតែម្ដងតោះយើងចឹង admin ក៏មិនចង់ចំណាយពេលម៉ែបងប្អូនយើងយូរទៀតដែរតោះយើងទៅតាមដាននៅតម្រុយសម្រាប់ថ្ងៃទី26ទាំងអស់គ្នាបាទសូមទោស admin សូមដូរលុបលេខចាស់ចោលទៅម៉ែបងប្អូនណាបាទ admin ក៏សូមបញ្ជាក់ដល់ពុកម៉ែបងប្អូនយើងថាតម្រុយដែល admin ចែកជូនដល់ពុកម៉ែបងប្អូនយើងនេះបាទគឺអត់មានគិតថ្លៃសេវាគឺក៏បង់ថ្លៃសេវាទេណាពុកម៉ែបងប្អូនយើងណាបាទគឺចែកជូនដោយ free តែម្ដងបាទអញ្ចឹងសម្រាប់ខ្ទង់admin បាទឲ្យពុកម៉ែបងប្អូនយើងបាទខ្ទង់5ណាពុកម៉ែបងប្អូនបាទហើយសម្រាប់ខ្ទង់មួយទៀតបែបមានឲ្យពុកម៉ែបងប្អូនយើងបាទខ្ទង់ចិត្តតែម្ដងបាទសុំទោសបាទខ្ទង់ចិត្តបាទហើយសម្រាប់លេខតូចពុកម៉ែបងប្អូនយើងadmin មាន4ខ្ទង់ដដែលទេពុកម៉ែបងប្អូនយើងបាទលេខតូចគឺ admin ឲ្យពុកម៉ែបងប្អូនយើងបាទដាក់លេខ53តែម្ដងទៅបាទ53បាទលេខខ្ទង់ទី2 29 73ហើយនឹងលេខចុងក្រោយបាទគឺ08ពុកម៉ែបងប្អូនយើងបាទស្រឡាញ់លេខមួយណាអាចយកទៅផ្សងសំណាងបានណាពុកម៉ែបងប្អូនយើងបាទលេខបានគ្រប់ប៉ុសតែម្ដងបាទ A B C D បាទហើយសម្រាប់លេខធំពុកម៉ែបងប្អូនយើងបាទ3លេខបាទ admin ក៏មាន3ខ្ទង់ដដែលពុកម៉ែបងប្អូនយើងបាទសម្រាប់ខ្ទង់ទី1គឺមាន561បាទពុកម៉ែបងប្អូនយើងបាទកុំភ្លេចចាក់គុណផងណាបាទហើយសម្រាប់ខ្ទង់ទី2 admin ឲ្យ424ពុកម៉ែបងប្អូនយើងបាទហើយសម្រាប់ខ្ទង់ចុងក្រោយបាទគឺលេខពិសេសលេខសំណាងតែម្ដងបាទអញ្ចឹង admin ឲ្យពុកម៉ែបងប្អូនយើងបាទ168បាទកុំភ្លេចគុណផងពុកម៉ែបងប្អូនយើងបើយកចេញមកត្រឡប់បាទស្ដាយក្រោយបាទឃើញថាលេខតម្រុយ admin គឺមានតែប៉ុណ្ណេះបងប្អូនយើងអញ្ចឹង admin ក៏សូមជូនពរដល់ពុកម៉ែបងប្អូនយើងដែលបានយកលេខតម្រុយពីខាង admin យកទៅផ្សងសំណាងពុកម៉ែបងប្អូនយើងណាបាទសូមឲ្យត្រូវចំហេងពុកម៉ែបងប្អូនយើងបាទជាចុងក្រោយ admin ក៏សូមជូនពរដល់ពុកម៉ែបងប្អូនយើងទាំងអស់គ្នាបាទរកស៊ីទទួលទានមានបានជួបតែសេចក្តីសុខនិងសំណាងល្អបាទធ្វើដំណើរទីចិត្តទីឆ្ងាយសូមឲ្យបាទសុវត្ថិភាពបាទជារៀងរហូតពុកម៉ែបងប្អូនយើងបាទហើយ admin ក៏មានតែប៉ុណ្ណេះពុកម៉ែបងប្អូនយើងបាទជាចុងក្រោយបាទកុំភ្លេចជួយចុចជាវហើយដាក់សញ្ញារូបកណ្ដឹងមកកាន់ channel admin ម្នាក់មួយផងណាពុកម៉ែបងប្អូនយើងបាទហើយដើម្បីងាយស្រួលដល់ពុកម៉ែបងប្អូនយើងបាទតាមដាន
នៅតម្រុយបាទផ្សេងពេលដែល admin តម្លាក់តម្រុយចូលទៅក្នុង channel របស់ admin ភ្លាមទៅនឹងលោតសញ្ញាជូនដល់ពុកម៉ែបងប្អូនភ្លាមតែម្ដងបាទអញ្ចឹង admin ក៏សូមលំអរកាយគ្រប់លាពុកម៉ែបងប្អូនយើងបាទជួបគ្នានៅថ្ងៃស្អែកពេលវេលានឹងម៉ោងដដែលបាទសូមអរគុណពុកម៉ែបងប្អូនយើងបាទបាយបាយ